នេះគឺជាព័ត៌មានដែលកំពុងតែល្បីមែនទែនបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងករណីប៉ូលីសចរាចរណ៍នៅផ្លូវជាតិលេខ3បាទគឺធ្វើការរត់ផាកញ្ញ៉ាំតែម្ដងបន្ទាប់ពីមានរឿងរ៉ាវជាមួយនឹងប្រជាពលរដ្ឋនៅពេលនេះផងដែរលោកឧត្តមសេនីយ៍តូឈឿនសុខចិត្តកំពុងតែធ្វើការស្រាវជ្រាវរកការពិតរឿងមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលដែលបានរត់ចោលគោលដៅបាញ់លបឿនបន្ទាប់ពីបង្កបញ្ហាជាមួយនឹងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមន្ត្រីនគរបាលចរាចរណ៍ខេត្តកណ្ដាលរត់ចោលគោលដៅបាញ់លបឿនបន្ទាប់ពីមានបញ្ហាជាមួយនឹងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវមកហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ3ស្ថិតនៅក្នុងឃុំអន្លង់រមៀតស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនៅថ្ងៃទី2ខែមេសាឆ្នាំ2025នាពេលថ្មីៗនេះមូលហេតុនោះគឺមន្ត្រីនគរបាលចរាចរណ៍ដែលឈរពួនស្ទាក់នៅតាមផ្លូវជាតិលេខ3បានស្ទុះមកខាត់រថយន្ត Mack Pick-up Ford មួយគ្រឿងដែលកំពុងតែបើកបរត្រឹមត្រូវតាមល្បឿនកំណត់ម្ចាស់រថយន្តក៏បានចាប់ហ្វ្រាំងឈប់ភ្លាមស្រាប់តែមានរថយន្តមួយគ្រឿងទៀតបើកបុកពីខាងក្រោយបណ្ដាលឲ្យមានការខូចខាតយ៉ាងដំណំឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះមន្ត្រីចរាចរណ៍ដែលជាអ្នកបង្កហេតុមិនបានចុះវាស់វែងដើម្បីរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនោះទេបែរជានាំគ្នាបើករថយន្តគេចចេញពីគោលដៅអស់តែម្ដងទង្វើរបស់មន្ត្រីចរាចរណ៍ទាំងនោះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងលើបណ្ដាញសង្គម Facebook ព្រោះថាមន្ត្រីចរាចរណ៍ទាំងអស់នោះមិនបានទទួលខុសត្រូវនៅទង្វើរបស់ខ្លួននោះទេពាក់ព័ន្ធទៅនឹងទង្វើទាំងអស់នេះលោកឧត្តមសេនីយ៍តូឈឿនសុខចិត្តស្នងការនគរបាលខេត្តកណ្ដាលកំពុងតែធ្វើការស្រាវជ្រាវរកការពិតប្រសិនបើរកឃើញថាមន្ត្រីចរាចរណ៍ស្ថិតនៅក្រោមឱវាទរបស់លោកធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋពិតប្រាកដមែនលោកនឹងមិនយោគយល់នោះទេគឺលោកត្រូវដាក់វិន័យកងកម្លាំងនគរបាលជាតិឲ្យបានធ្ងន់ធ្ងរបំផុតដែលអាចធ្វើទៅបាននេះគឺជារឿងរ៉ាវដែលកំពុងតែមានការវែកញែកនិងល្បីខ្លាំងមែនទែននៅក្នុងបណ្ដាញសង្គមបន្ទាប់ពីស្ត្រីម្ចាស់រថយន្ត Ford បានគ្រោះថ្នាក់ចរាចរណ៍គឺគាត់ចាប់ហ្វ្រាំងភ្លាមបន្ទាប់ពីមន្ត្រីចរាចរណ៍ចេញមកខាត់គាត់ហ្នឹងទាំងដែលគាត់បើកត្រឹមត្រូវទេបងប្អូនទាំងអស់គ្នាពេលដែលគាត់ឈប់ភ្លាមនោះធ្វើឲ្យម៉ូតូក៏ដូចជារថយន្តបើកបរពីខាងក្រោយមកបុកចំគុតឡានរបស់គាត់ធ្វើឲ្យមានការខូចខាតជាដំណំហើយក៏ប៉ូលីសចរាចរណ៍ភ័យខ្លួនបែរជារត់គេចបាត់ស្រមោលមិនធ្វើការវាស់វែងនិងដោះស្រាយឲ្យប្រជាពលរដ្ឋនោះទេពិតជាហួសចិត្តមែនតែនប្រហែលជាខាត់យកតែលុយទេទោះអ្នកខុសអ្នកត្រូវអីក៏ដោយបងប្អូនប្រកាសជាជួបប្រទះហើយពាក់ព័ន្ធទៅនឹងការធ្វើដំណើរតាមផ្លូវជាតិគ្រប់បណ្ដាខេត្តគឺមានតែប៉ូលីសចរាចរណ៍ខិលខូចមួយចំនួនគឺតែងតែធ្វើទង្វើបែបនេះអរគុណណាស់សម្រាប់ការចូលតាមដានទស្សនាវីដេអូព័ត៌មាននេះតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនចង់តាមដានព័ត៌មានថ្មីប្លែកជាប្រចាំថ្ងៃកុំភ្លេចចុចពាក្យ Subscribe ក៏ដូចជា Like និង Share ដល់ Admin ម្នាក់ទៀតផងចំពោះព័ត៌មានហេតុការណ៍បន្តយើងខ្ញុំនឹងលើកយកមកបកស្រាយឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់ជាបន្តទៀតប្រសិនបើមានព័ត៌មានអាប់ដេតថ្មីពាក់ព័ន្ធទៅនឹងប៉ូលីសចរាចរណ៍ទាំងអស់នេះដែលធ្វើទង្វើមិនគប្បីចំពោះប្រជាពលរដ្ឋឥឡូវដល់ពេលមានបញ្ហាចាប់ដើមរើបរ៉ាស់ម៉ែថតពេលដែលមានបញ្ហាចាប់ដើមរើបរ៉ាស់ហើយកោះឡានយកណាគេទទួលខុសត្រូវពេលដែលពងបាក់ឡានឲ្យប៉ូលីសចូលមកអញ្ចឹងអាណាគេទទួលខុសត្រូវបើយើងខុសពីចាក់យើងចូលផុសតែនេះបើយើងត្រូវយកទឹកតវ៉ាយើងមើលឲ្យហើយថាពេលដែលធ្វើការអញ្ចឹងត្រូវអត់បើសិនជាបងធ្វើការនៅខាងណាបងត្រូវដោះស្រាយបញ្ហាមួយខ្ញុំបងធ្វើការនៅខាងខណ្ឌអីមើលតើឡានខុសអីឡានខុសអីឡានហ្វតមុខហ្នឹងគាត់ខុសអីបើដើរស្របទៅគ្នាហើយឥឡូវបងសមត្ថកិច្ចបងត្រូវមែនហេតុអីបានជាបងរើបរ៉ាស់អត់តដល់មកបងរើទេអត់តដល់មកបងរើបរ៉ាស់ទេមានបញ្ហាបើគឺហេតុអីបានជាបងតើមានដំណោះស្រាយគេមកឲ្យពួកខ្ញុំហើយខ្ញុំចង់ឲ្យមានដំណោះស្រាយភ្លាមហើយខ្ញុំគឺជិះតាមល្បឿនដែររដ្ឋាភិបាលកំណត់ឲ្យបងកំតន់ខ្ញុំសុំសួរបងមួយចាតើខ្ញុំចង់សុំដោះស្រាយតាមសន្តិវិធីជាមួយមានដំណោះស្រាយមួយពួកខ្ញុំសិនបាទដល់សន្តិវិធីចាមានដំណោះស្រាយមួយពួកខ្ញុំសិនមិនបងត្រូវឲ្យបងបើកអស់ចេញតែអញ្ចឹងទេបងមានសមត្ថកិច្ចចាបងមានសមត្ថកិច្ចផ្លូវជាតិលេខ3ហេតុអីបានភ្លាមបងរើបរ៉ាស់អស់គាត់ថាភ្លាមធ្វើប្រាអស់អីអញ្ចឹងចា